តោះហ្នឹងហើយមានអ្នកសួរខ្ញុំទៅជាមួយនឹងការយកតែការហោះចេញពីកម្ពុជាអញ្ចឹងខ្ញុំ filter អ្នកនរគ្នាយក filter អញ្ចឹងចូលនៅក្នុង app Radar យើងមកទី1ទី2យើងចូលទៅកន្លែង filter បាច់នេះកន្លែងនេះហើយយើងចុចកន្លែង add custom filter នេះទៅតមកទៀតយើងអូសវាឡើងលើហើយយើងឃើញវាថា airport ចុចលើវាមកហើយចុចពាក្យថា Cambodia មកអ្នកនរគ្នាបាទ Cambodia សេពាក្យខុសទៀតអញ្ចឹងចុចលើវាគ្រីហើយអញ្ចឹងអ្នកនរគ្នាត្រូវប្រយ័ត្នកន្លែងខ្ញុំធ្វើវីដេអូហ្នឹងមិនមែនតែម្ដងហ្នឹងទេខ្ញុំធ្វើ2 3 4ដងនៅក្នុង account របស់ខ្ញុំអ្នកនរគ្នាអាចចូលទៅមើលបានអញ្ចឹងណាinbound មានន័យថាការហោះពីប្រទេសផ្សេងចូលមកប្រទេសកម្ពុជាខ្ញុំនិយាយបញ្ជាក់ម្ដងទៀតហោះចូលមកប្រទេសកម្ពុជាមិនមែនសំដៅលើតែពលានអាកាសយានដ្ឋានអន្តរជាតិទៅចូលឬក៏ពលាននៅសៀមរាបឬក៏អីទេបានន័យថាទូទាំងពលានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងចង់មានន័យអញ្ចឹងណាហើយអាហោះចេញនេះក៏ដូចគ្នាដែរមិនមែនសំដៅតែអាកាសយានដ្ឋានអន្តរជាតិទៅចូលទេតែហោះចេញទៅប្រទេសផ្សេងអាចថាយន្តហោះពីក្រុងសៀមរាបឬក៏ពីកំពង់សោមអីចឹងទៅនៅអ្នកនរគ្នាខ្ញុំចង់បញ្ជាក់អញ្ចឹងណាអញ្ចឹងអានេះគឺបានន័យថាហោះតែចូលពីប្រទេសផ្សេងមកកម្ពុជាអានេះហោះចេញពីប្រទេសកម្ពុជាទៅប្រទេសផ្សេងហើយបើអានេះគឺបានន័យថាទាំងហោះចេញពីប្រទេសផ្សេងមកកម្ពុជាទាំងហោះចេញចូលពីផ្សេងមកកម្ពុជាពីកម្ពុជាចេញទៅប្រទេសផ្សេងនិយាយចង់ចាក់ទៀតអញ្ចឹងខ្ញុំសំណួរគាត់សួរថាតែហោះចូលមកទេអញ្ចឹងបើហោះចូលមកយើងយក inbound នេះមកនេះឃើញសញ្ញាយន្តហោះដាំក្បាលចុះក្រោមនេះមកទេអ្នកគ្នាហើយយើងចុច continue មក continue ហើយមានអីទៀតអត់ហើយចុច show map នេះមកអញ្ចឹងយើងនឹងឃើញយន្តហោះទាំងឡាយណាដែលហោះចូលមកស្រុកខ្មែរយើងហើយអញ្ចឹងហើយយើងមានប៉ុណ្ណឹងអ្នកគ្នាអីយ៉ារឿងចម្លែកអូខេតោះមានប៉ុណ្ណឹងហើយអត់ទេមានប៉ុណ្ណឹងអរគុណច្រើន